យមិនរួមថ្នាក់ចាស់ទាំងអស់ស្ដាប់មើលទៅនៅក្នុងច្បាប់ក្រុមហ៊ុនខ្ញុំថាជាឈិនមីងធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនធំដែរទេលោកមិននឹងដឹងពីរបៀបធ្វើការគ្រប់គ្រងលំដាប់ខ្ពស់ដូចជាពួកយើងមែនហើយបើកឡានអស់អ្នកមានច្រើនពេកទៅចាត់ទុកថាខ្លួនឯងជាមនុស្សអស្ចារ្យពិតជាចាំមែនហើយខ្ញុំគឺជាប្រធាននៅក្នុងក្រុមហ៊ុនឆឹងអ៊ីនបន្ទាប់ពីប្រធានធំហើយនៅក្នុងក្រុមហ៊ុនឆឹងអ៊ីនខ្ញុំគឺជាមេឡោះខ្ញុំទៅសួរលោកប្រធានធំសិនចឹងអាឡូលោកប្រធានទៀតឆាមើលបុគ្គលិករបស់លោកធ្វើរឿងល្អមើលទៅសម្ដែងតាយើងប្រាប់ឯងទៅចុះមិញឯងទៅប្រធានធំយៀមែនទេមែនទេយេឆឹងឯងគិតថាយេអ៊ីមីនជាកូនប្រុសរបស់ឯងមែនទេតែទូរស័ព្ទហៅគេបានមិនខុសទេយេអ៊ីមីនគឺជាកូនប្រុសរបស់ខ្ញុំមិនខុសទេយេអ៊ីមីនគឺជាកូនប្រុសរបស់ខ្ញុំមិនក៏ខ្ញុំមិនដឹងថាលោកប្រធានធំខ្ញុំមានឪពុកដឹកជញ្ជូនទៅអាយខ្ញុំមើលតែឯងក្ររហូតដល់ថ្នាក់ខូចខូក្បាលទៅហើយរឿងបែបនេះឯងក៏ហ៊ាននិយាយកើតដែរខ្ញុំចាំបាច់កុហកលោកដែរយេឆិនមីនលោកក៏ឆ្លាតដែរតាដឹងថាលោកប្រធានធំត្រូវមកទីនេះក៏មកកុហកបែបនេះទៅបើមានសមត្ថភាពគិតបែបនេះមែនមិនក៏មិនខិតខំធ្វើយ៉ាងម៉េចបានកំងច្រើនពេកដឹកជញ្ជូនទៅមែនហើយបន្លំខ្លួនធ្វើជាបុគ្គលិកនៅក្រុមហ៊ុនឆឹងអ៊ីនខ្ញុំឃើញច្រើនហើយតែបន្លំធ្វើជាឪពុកគឺលើកទី1ខ្លាចបន្លំមកពួកលោកមិនជឿក៏មិនអីដែរអ៊ីមីនតែទៀតនឹងមកដល់ពេលនោះនឹងដឹងថាអ្វីឃើញដែរទេគេគឺជាមនុស្សកុហកកុំចេះតែជឿការនិយាយស្ដីរបស់គេម៉ាខ្ញុំគិតថាគេមិនមែនជាមនុស្សបែបនេះទេយេឆិនមីងខ្ញុំទឿនលោកឆាប់សុំទោសអ្នកគ្រប់គ្នាភ្លាមទៅថ្ងៃនេះក៏អាចកន្លងហួសបានដែរមិនអញ្ចឹងទេក៏មិនទោសមិត្តរួមថ្នាក់ចាស់ថាមិនទុកមុខឲ្យអញ្ចឹងខ្ញុំក៏ទឿនលោកដែរថាពេលប្រធានធំមកដល់បកស្រាយខ្លួនឯងយ៉ាងម៉េចយកបុគ្គលិកធ្វើការតាមខ្សែរយៈអញ្ចឹងណាលោកញ៉ាំតំពាំងបាយជូរមិនបានថាតំពាំងបាយជូរអ្នកក្រីក្រស្អប់គេមានបានគ្រាន់តែមិនរួមថ្នាក់ចាស់រៀបចំការងារឲ្យល្អបន្តិចសោះវាជារឿងធម្មតាតាមិនក៏មកលោកនេះខ្លាំងតែជារឿងមិនត្រឹមត្រូវទៅវិញមនុស្សខ្លះរស់នៅដល់អាយុវ័យពាក់កណ្ដាលហើយនៅក្រីក្រអត់ប្រយោជន៍ទៀតមិនចង់ឃើញអ្នកនៅជុំវិញខ្លួនរស់បានល្អជាងទេលោកពូជាក៏មិនចង់មានបែបនេះទេក្រុមហ៊ុនធំនៅលើកនេះគឺ500គឺគ្មានក្រុមហ៊ុនណាដែលពឹងលើកខ្សែស្រឡាយដូចជាពួកលោកចឹងនោះទេគ្រប់គ្នាស្ដាប់មើលទៅគេនៅដឹងថាមានក្រុមហ៊ុនធំទាំង500នៅលើលោកទៀតអាយជីវិតឯងមិននៅចំណុចតែមួយទេទស្សនៈមិនដូចគ្នាជារឿងធម្មតាមនុស្សមានលុយគឺមានអំណាចលុយពឹងអំណាចពឹងលុយមនុស្សក្រីក្រដូចជាលោកគឺមិនយល់នោះទេកុំនិយាយច្រើនអីគឺសិភិញបើលោកចង់បានសាច់ការមែននោះរងចាំពេលដែលអ៊ីមីនមកដល់យេឆិនមីងខ្ញុំប្រាប់លោកខ្ញុំគឺជាប្រធានផ្នែកអនុវត្តនៅក្នុងក្រុមហ៊ុនយេអ៊ីមីនមិននៅខ្ញុំគឺជាមេឃនៅក្នុងក្រុមហ៊ុនឆឹងអ៊ីនខ្ញុំចង់រៀបចំមនុស្សបែបណាទេវតាក៏មិនអាចខកខ្ញុំបានដែរអូនសៀវភីងលោកនេះប្រហើនពេកហើយអូនសៀវភីងលោកនេះប្រហើនពេកហើយលោកប្រធានមិនក៏លោកប្រធានមកចឹងលើថាលោកទទួលសំណងយកសាច់ញាតិចូលក្នុងក្រុមហ៊ុនឆឹងអ៊ីនលើថាលោកជាមេឃនៅក្នុងក្រុមហ៊ុនឆឹងអ៊ីនលោកប្រធានស្រាប់ខ្ញុំបកស្រាយសិនថ្ងៃស្អែកក៏មកខ្ញុំឃើញលោកនៅក្នុងក្រុមហ៊ុនហើយសោះលោកប្រធានស្រាប់ខ្ញុំបកស្រាយសិនទៅព្រាមទៅបន្តិចទៀតខ្ញុំផឹកស្រាយជាមួយភ្ញៀវយកឡើងខ្ញុំទៅផ្ទះមុនចុះលោកប្រធានស្រាប់ខ្ញុំបកស្រាយសិនទៅលោកប្រធានឬមួយក៏លោកយាពិតជាឪពុករបស់ប្រធានក្រុមហ៊ុនឆឹងអ៊ីនមែនបើនេះពួកយើងនិយាយឲ្យគេតិចលោកគេសំសឹកពួកយើងទៅហើយយ៉ាលោកយាគឺមកពីខ្ញុំនេះផ្នែកស្អុយពេលនៅរៀនណាលោកគឺជាអ្នកដែលមានពិន្ទុល្អជាងគេប្រកាសជាអាចអប់រំកូនប្រុសបានយ៉ាងល្អលោកមើលទៅកូនប្រុសរបស់ខ្ញុំអាចចូលក្នុងក្រុមហ៊ុនឆេងអ៊ីនបានទេយើងចូលចិត្តចុះឲ្យតែឆ្លងកាត់ការសម្ភាសមានលក្ខណៈគ្រប់គ្រាន់អាចចូលទៅក្រុមហ៊ុនឆេងអ៊ីនបានល្អមកលោកយាសូមជួយមកកៅសូមជួយខ្ញុំថាខ្ញុំទៅរៀនពីលោកទៅសំមានមុខមាត់មានសំណាងដាឥឡូវក៏ខ្លាយទៅជាឪពុករបស់ប្រធានក្រុមហ៊ុនទៀតលោកពិតជាល្អមែនចាំទៅពួកលោកត្រូវគេបាក់បាក់ហើយមិននេះមនុស្សទេមែនទេប្រធានយើងនិយាយឲ្យថាឲ្យគេបាក់ឡានត្រឡប់ទៅវិញយេឆិនមីនគឺជាតកងឡាននេះមានការសម័យខ្ពស់មែនហើយបាទនាងនិយាយចឹងគឺចឹងអើយកន្លះថ្ងៃហើយការពិតទៅកងឡានសោះឡោះហេតុអីក៏មិនថាប់និយាយមកមានមុខមកផឹកជាមួយនឹងខ្ញុំទៀតចេះខ្មាស់គេអាយ៉ាបំភ័យខ្ញុំស្លាប់ហើយណាវានឹងទាំងបេះដូងហើយមិនចាំមែនហើយលោកតាវៃលោកជាពេលនេះកំពុងតែញ៉ាំអាហារនៅសន្តាគាររបស់ពួកយើងយកស្រាណាដែលល្អបំផុតនៅក្នុងទូរបស់ខ្ញុំឲ្យទៅគាត់ទៅពេលដែលខ្ញុំរួចដៃហើយនោះខ្ញុំនឹងទៅដោយផ្ទាល់តែម្ដងចាភ្ញៀវកិត្តិយសទាំងអស់គ្នាប្រធានធំតាវៃរបស់ពួកយើងដឹងថាភ្ញៀវកិត្តិយសទាំងអស់មកទីនេះគឺដើម្បីរៀបចំកម្មវិធីជួបជុំមិត្តចាស់ក៏បញ្ជូនស្រាលីហ្វីតាមរយៈពេល82ឆ្នាំសង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់គ្នាលេងឲ្យសប្បាយចិត្តតាវៃមិនក៏សម្រេចចិត្តខ្លួនឯងទៀតអាយ៉ាអញ្ចឹងជួយឲ្យគុណគាត់ជំនួសខ្ញុំផងណាលោកតាវៃនិយាយថាបន្តិចទៀតនឹងមកជូនពរភ្ញៀវកិត្តិយសទាំងអស់គ្នាផ្ទាល់អាយ៉ាលោកប្រធានតាវៃពិតជាគួរសមពេកហើយនៅបញ្ជូនស្រាជាពិសេសមកទៀតណាលោកប្រធានចំលោកនិងលោកតាវៃមានកិច្ចសហការអីដែរទេនេះគឺជាចំណុចដ៏ធំនៅក្នុងពិភពលោកផងគ្មានអីទេគ្រាន់តែមានទំនាក់ទំនងល្អជាឯកជនប៉ុណ្ណោះគ្មានអ្វីទេណាផឹកស្រាលេងនិយាយគ្នារបៀបបងប្អូនតាវៃមិនស្គាល់លោកសោះបាទនេះក៏ចេះតែឧទាហរណ៍តែគេបានស្គាល់ថាលោកតាវៃគឺជាអ្នកមានមុខមាត់ហើយបើកុំតែមានប្រធានចុងមួយជីវិតលោកនេះក៏មិនបានជួបអីប្រទេសផ្ដាច់ចឹងនោះដែរយ៉ាកុំនិយាយពីគេទៀតអីចំណេះដឹងរបស់គេមិនដឹងថាលោកតាវៃនឹងជាមនុស្សយ៉ាងម៉េចទេមិនអញ្ចឹងទេសាស្ត្រានេះវិញទៅល្អជាងសាលីហ្វី82ឆ្នាំនេះមានតម្លៃខ្ពស់នៅក្នុងទីផ្សារផឹកមួយកែវថយមួយកែវប្រហែលឆ្នាំមុនមួយ10ដល់ទៅ6-70000ហើយឥឡូវនេះខ្លាចតែមួយ10ដល់ទៅ$10,000ហើយមើលទៅនេះដោយសារតែមុខមាត់ធំរបស់លោកប្រធានចុងពួកយើងមិនអញ្ចឹងពួកយើងមិននឹងអាចផឹកស្រានេះបានទៅអានេះមកបើកវាទៅបើកទៅណាមកទាំងអស់គ្នាសាប់លក់ទៀតជើងល្អពិតជាស្រាល្អរបស់គេមែនរសជាតិមុតស្រាមានក្លិនល្អភាពល្អអាក្រក់របស់ស្រាក្រហមមិនខ្វះទេក្លិនឈ្ងុយអាស្រ័យនៅលើពណ៌ហើយនឹងឆ្នាំក្នុងការផលិតក្នុងនេះអ្វីដែលសំខាន់នោះគឺឆ្នាំ82ឆ្នាំនោះគឺជាឆ្នាំដែលមានគុណភាពល្អបំផុតណា